លោកស្រីអ្នកកញ្ញាស្វាគមន៍កំពូលអ្នកប្រយុទ្ធខេត្តសៀមរាបខេត្តឧត្តរមានជ័យនៃក្លឹបកងពលធំអន្តរកម្មលេខ3ព្រះវិហារខ្លាចាស់ភ្នំដងរែងចាន់សមបាទចូលចាប់អោបបានសម្រេចឲ្យបោកផ្ដួលបាទដោយសម្អាតកាលពីសប្តាហ៍មុនចាញ់ដោយភាពឈឺចាប់ថ្ងៃនេះសម្អាតប្រហែលជាវាយយកឈ្នះវិញម្ដងបាទ10ប្រកួតកន្លងមកអីអូវាយឆ្វេងស្ដាំចាប់គ្រប់បាត់ហើយតាមរយៈអញ្ញាកណ្ដាលបញ្ឈប់ការប្រកួតជ័យជំនះបានទៅលើខ្លាចាស់ភ្នំដងរែងចាន់សមសូមស្វាគមន៍កំពូលអ្នកប្រយុទ្ធខេត្តឧត្តរមានជ័យនៃក្លឹបកងពលធំអន្តរកម្មលេខ3ព្រះវិហារខូនបូឡាសូមស្វាគមន៍កំពូលអ្នកប្រយុទ្ធខេត្តកំពង់ចាមសូមប៊ុនស្រូនបាទទស្សនិកជនជាទីមេត្រីបាទទស្សនាការប្រកួតបាទគូចុងក្រោយបាទកំពូលអ្នកប្រយុទ្ធវគ្គ3ទឹកទី1បាទខុនប៉ូឡាជាមួយនឹងសឹមមុនសរនបាទការប្រកួតនៅក្នុងប្រភេទទម្ងន់57គីឡូក្រាមបាទសឹមមុនសរនស៊ូចូលចាប់កាច់ក្រៀកអាយយបោកខុនប៉ូឡាអត់បានទេបាទព្យាយាមកាច់ក្រៀកដួលបានសម្រេចបាទវាយឆ្វេងរបស់សឹមមុនសរនដើរចូលវាយស្ដាំរបស់ខុនប៉ូឡាចាប់សឹមមុនសរនបោកតែសឹមមុនសរនបាទក្រាក់អូហូយបាទកម្លាំងគឺរុញឲ្យខុនប៉ូឡានៅពីក្រោមវិញបាទប្រើក្តាប់ដៃរៀងខ្លួនឲ្យពេលនេះបាទក្តាប់ខ្លួនជាប់ខ្លួនយកនៅសល់តែដៃទេបាទវាយនឹងគឺគ្មានកន្លែងណាក្រៅពីមុខទេបាទជោគជាំក្រែលដែរសម្រាប់មុនស្រន់ដោយសារតែវាយតាំងពីវគ្គ1ចូលដល់វគ្គ2ហើយក៏វគ្គ3នេះនៅតែមានឈ្មោះវាយទៀតអត់អាចបដ ாய் ឲ្យងាយបានទេមុនស្រន់ចាប់ក្រៀកកជាប់មុនស្រន់ចាប់ក្រៀកកខុនបូឡាយ៉ាងណាហើយខុនបូឡាអាចតស៊ូទៅរួចទេខុនបូឡាព្យាយាមសវ៉ាចេញមួយជង្គង់ពីមុនស្រន់ខណៈដែលខុនបូឡាវាយដាក់បាន15ដងឥឡូវសឹមមុនស្រន់អាចរើរួចនៅពីលើបូឡាវិញម្ដងហើយក៏ព្យាយាមបាទខោកមួយដៃឆ្វេងមួយដៃស្ដាំផងបាទគេថាប្រកួតដល់ចប់ទឹកទៀតនឹងកាត់សេចក្តីដល់ចៅក្រមហើយបាទជង្គង់របស់ខុនប៉ូឡាចាប់កាច់វាយខ្នងវាយអីបានតែវាយក្បាលអត់បានទេបាទពីក្រោយឥឡូវនេះក្រោកចោលទាំងពីរនាក់បែងជើងផ្ដួលទៀតខុនប៉ូឡាចាប់អោបសឹមសរនជាប់ជង្គង់របស់ខុនប៉ូឡាសឹមសរនជន់ផងកាច់ផងតែខុនប៉ូឡាលើកសឹមសរនបដូរក្បាច់វិញម្ដងបាទសឹមសរនវាយទៅវាយមកបាទឆ្វេងរបស់សឹមសរនចប់ទឹកទី3យើងបានទទួលលទ្ធផលពីចៅក្រមទាំង3រូបដែលបានផ្ដល់ពិន្ទុឈ្នះចាញ់ដោយកីឡាករទាំងពីរគឺការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះបានទៅលើបង្គោលក្រហមសឹមប៊ុនស្រូន